បាយឆាម្រះព្រៅសាច់គោមួយមុខនេះបើបងប្អូនបានធ្វើញ៉ាំហើយនឹងខ្ញុំធានាថាដឹងតែជាប់ចិត្តហើយណាហើយបើនិយាយពីរឿងរសជាតិវិញបងប្អូនអើយឆ្ងាញ់ខ្លាំងមែនតែនជាពិសេសមានតាំងពីសាច់គោលាយជាមួយនឹងត្រីខញ៉ាំទៅនិយាយពីថាមានជាតិឆ្ងាញ់ខ្លាំងមែនតែនហើយសម្រាប់ម្ហូបមួយមុខនេះធ្វើជាអាហារពេលព្រឹកនិយាយពីថាញ៉ាំឆ្ងាញ់ខ្លាំងណាបងប្អូនចំពោះការធ្វើគឺងាយស្រួលធ្វើខ្លាំងមែនតែនចំណាយពេលធ្វើត្រឹមតែ10នាទីបានញ៉ាំម្ហូបនឹងក្តៅៗហើយណាជាដំបូងនាងខ្ញុំបានដាក់ប្រេងឆាទុកឲ្យក្តៅរួចយកម្ទេសនិងខ្ទឹមយកមកដាក់បំពងឲ្យឡើងក្លិនឈ្ងុយតែមិនបាច់ចាំឲ្យឡើងពណ៌ក្រហមទេណាមើលតែថាម្ទេសនិងខ្ទឹមនឹងជះក្លិនឈ្ងុយល្អបន្តិចហើយនាងខ្ញុំបានដាក់ស្ករត្នោតមួយចុងស្លាបព្រាបាយចូលរួចយើងកូរគ្រឿងក្រៅទាំងអស់ហ្នឹងឲ្យឡើងក្លិនឈ្ងុយនិងមានពណ៌ក្រហមបន្តិចទើបនាងខ្ញុំចាក់សាច់គោចូលចំពោះសាច់គោបងប្អូនគឺយើងជ្រើសរើសយកសាច់គោដែលផុយទៅពេលដែលយើងឆាទៅមានរសជាតិឆ្ងាញ់ចំពោះនាងខ្ញុំចូលចិត្តយកសាច់កំភួនស្រួយយកមកឆាសម្រាប់សាច់កំភួនស្រួយនេះនៅពេលដែលយើងយកមកឆាទៅសាច់ឡើងផុយស្រួយឆ្ងាញ់ខ្លាំងមែនតែនចំណែកគ្រឿងផ្សំនាងខ្ញុំដាក់ត្រីខមួយកំប៉ុងប៊ីចេងមួយចុងស្លាបព្រាកាហ្វេម្សៅស៊ុបមួយចុងស្លាបព្រាកាហ្វេហើយនឹងទឹកត្រីកន្លះស្លាបព្រាបាយចំពោះការឆាសាច់គោនេះយើងប្រើពេលអត់យូរណាបងប្អូនប្រហែល1នាទីអីហ្នឹងសាច់គឺខាំជាប់ជាមួយនឹងទឹកគ្រឿងផ្សំហើយចុងក្រោយនាងខ្ញុំបានបន្ថែមស្លឹកម្រះព្រៅដើម្បីឲ្យឆាសាច់គោរបស់យើងហ្នឹងរឹតតែមានក្លិនឈ្ងុយចំណែកឯរសជាតិវិញក៏ឆ្ងាញ់ខ្លាំងដែរចំពោះរសជាតិគឺយើងយករសជាតិរៀងហិលប្រៃផ្អែមតិចៗមកណាបងប្អូនពេលដែលយើងញ៉ាំជាមួយនឹងបាយទៅទើបមានរសជាតិឆ្ងាញ់ពេលរៀបចំញ៉ាំគឺយើងដេកបាយដាក់ចានបន្តិចបន្តួចអញ្ចឹងមកណាដើម្បីឲ្យមានសោភ័ណភាពស្អាតបន្ទាប់ពីយើងរៀបចំតុបតែងចានរួចហើយយើងយកម្ហូបដែលយើងបានឆារួចឲ្យមិញហ្នឹងយកមកដួសដាក់ពីលើអញ្ចឹងមើលទៅនិយាយពីថាគួរឲ្យចង់ញ៉ាំខ្លាំងមែនតើចាឥឡូវការបង្ហាញពីមុខម្ហូបរបស់នាងខ្ញុំថ្ងៃនេះបានបង្ហាញជូនបងប្អូនរួចរាល់ហើយបើបងប្អូនចង់ដឹងថារសជាតិបែបណាអាចសាកធ្វើញ៉ាំបានណាចាំជួបជាមួយនឹងនាងខ្ញុំវីដេអូថ្ងៃស្អែកសារជាថ្មីម្ដងទៀតអរគុណ